គ្រូខ្ញុំឈ្មោះ Phim ត្រៀមមកក្រុម AU5 ថ្ងៃនេះមកធ្វើការ demo ប៉ុណ្ណឹងបញ្ជាក់ Laravel មួយដែលទៅ set ទៅលើ concept ISO ហើយខ្ញុំធ្វើការ demo អំពីការ add to cart អញ្ចឹងពេលដែលយើងចុច view detail នេះយើងអាច add to cart កន្លែងនេះហើយវាកើនកន្លែងនេះមួយអញ្ចឹងបើសិនជាយើងចង់ process to check out កន្លែងហ្នឹងក៏បានឬក៏យើងកែប្រែកន្លែងហ្នឹងក៏បានដែរប៉ុន្តែខ្ញុំត្រូវការ add បន្ថែមខ្ញុំអាចចេញទៅក្រៅវិញហើយយកមកបណ្ដាផ្សេងខ្ញុំ add to cart ខ្ញុំ add 3បណ្ដាដល់ពេលយើងបានអញ្ចឹងយើងចង់ចុចកន្លែងហ្នឹងភ្លាមក៏បានឬក៏យើងចូលទៅកន្លែង go to cart នេះក៏បានដែលយើង add មិញ3ហ្នឹងអញ្ចឹងខ្ញុំចុច check out ទៅហើយកន្លែងនេះគឺជាកន្លែងstore ឈ្មោះ store របស់ KH របស់យើងដែលយើងត្រូវការ check out យើងត្រូវការបំពេញទៅលើឈ្មោះពេញ email address អីចឹងទៅហើយយើងចុច place order ហ្នឹងទៅវានឹងទៅកាន់ជា invoice មួយឲ្យយើងវា return ជា invoice មួយឲ្យយើងហើយចំពោះកិច្ចការបន្ទាប់គឺគ្នាខ្ញុំអ្នក demo កន្លែងហ្នឹង